មនុស្សពីរនាក់ឆ្លោះប្រកែកគ្នាស្ទើរស៊ីសាច់ហូតឈាមក៏ព្រោះតែបរិសម្នាក់និយាយថា1 + 1 ស្មើ2ហើយបរិសម្នាក់ទៀតជឿជាក់យ៉ាងមុតមាំថា1 + 1 ស្មើ3ប្រកែកទៅប្រកែកមកម្នាក់សុទ្ធតែយកត្រូវរៀងខ្លួនមិនអស់ចិត្តគេទាំងពីរនាក់ក៏បបួលគ្នាទៅកាន់សាលាស្រុករកអាជ្ញាកណ្ដាលជាអ្នកសម្រេចស្ដាប់ការបកស្រាយរបស់អ្នកទាំងពីរចប់ចៅហ្វាយស្រុកបានឲ្យសន្តិសុខដោះលែងម្នាក់ឲ្យទៅផ្ទះវិញទុកម្នាក់ឲ្យនៅទទួលទណ្ឌកម្មបរិសម្នាក់ដែលអះអាងថា1 + 1 ស្មើ3ត្រូវបានដោះលែងឲ្យទៅគេហដ្ឋានវិញចំណែកឯបរិសដែលជឿជាក់យ៉ាងមុតមាំថា1 + 1 ស្មើ2ត្រូវបានទទួលទណ្ឌកម្ម5ដំបងពីពួកសន្តិសុខជាការប្រមានថ្ងៃក្រោយឲ្យត្រូវចងចាំនិងកុំឲ្យល្ងងតទៅទៀតបរិសដែលសន្មតថា1 + 1 ស្មើ2ក្រោយពេលដែលត្រូវ5ដំបងហើយឈឺចាប់នៅក្នុងចិត្តស្រែកតវ៉ាជាមួយចៅហ្វាយស្រុកខ្ញុំនិយាយមិនខុសទេហេតុអីបានជាលោកម្ចាស់ឲ្យគេវាយខ្ញុំទៅវិញចៅហ្វាយស្រុកបញ្ជាក់កំហុសរបស់អ្នកឯងធំធេងណាស់មិនតូចទេអ្នកឯងដឹងច្បាស់ហើយថា1 + 1 ស្មើ2ហេតុអីក៏នៅតែប្រកែកជាមួយនឹងមនុស្សល្ងងធ្វើអីឯងដឹងថាវាល្ងងទៅហើយនៅតែព្យាយាមប្រកែកនឹងពន្យល់វាទៀតបើមិនឲ្យគេវាយអ្នកឯងតើត្រូវទៅវាយអ្នកណាចំណែកឯម្នាក់ដែលល្ងងហើយយើងបានដោះលែងវាក៏ព្រោះតែចង់ឲ្យសង្គមប្រដៅវាឲ្យវាដឹងថាខ្លួនវាល្ងងដល់កម្រិតណាចំណែកឯងទោះបីជាខំពន្យល់វាយ៉ាងណាក៏ដោយក៏ពុំអាចធ្វើឲ្យវាឆ្លាតបានដែរអ្នកដែលឆ្លាតវៃត្រូវចេះរកគោលដៅដែលត្រូវជជែកនឹងវិញ្ញាណត្រូវសន្មតឲ្យដឹងថាគូសន្តានារបស់ខ្លួនជាអ្នកណាជំនះដើម្បីការពារការពិតគឺមិនខុសទេតែអ្នកត្រូវដឹងពីគោលដៅនិងពីស្ថានភាពមានពេលខ្លះអ្នកដែលនិយាយត្រូវក៏អាចទទួលយកនៅការពិន័យជាធម្មតាក៏ព្រោះតែគេមិនចេះរកវិធីដោះស្រាយឲ្យបានសមស្របនៅពេលដែលមនុស្សល្ងងបានគិតថាខ្លួនពិតជាល្ងងមែនបើខ្លួនព្រមទទួលស្គាល់ថាខ្លួនមានកំហុសអរគុណចំពោះការតាមដានទស្សនានិងសន្តាប់របស់បងប្អូនសូមជួយចែករំលែកនិងជួយផ្ដល់ជាយោបល់គំនិតដល់ខ្ញុំបាទនៅរាល់មាតិកាដែលបាទនឹងបន្តផ្សព្វផ្សាយខ្ញុំបាទសូមជម្រាបលា